ក៏មិនស្មើនឹងស្លាប់បាត់ទៅហើយដែរ លោកជាស្អីគេ មហាទេពដូចជាយើងត្រូវគេសង្កត់នៅទីនេះអស់ 15000 ឆ្នាំហើយមកជួយដោះយ័ន្តនៅលើក្បាលនេះចេញយើងនឹងផ្ដល់សំណាងដល់ឯង ឯងអាចផ្ដល់កម្លាំងឲ្យខ្ញុំបានទេខ្ញុំចង់សងសឹកខ្ញុំចង់សម្លាប់ទេវតា ហាហាហាកុំថាសម្លាប់មនុស្សទោះបីជាខ្ញុំទម្លុះមេឃក៏ដោយក៏មិនអីដែរជួយខ្ញុំបោកយ័ន្តនេះចេញមកថ្ងៃក្រោយបងជាអ្នកការពារឯងយកទេ បាទ លឿនឡើងស៊ូ អឺ ហាហា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 ហាក្មេងតូចថយចេញឲ្យឆ្ងាយទៅអះ អឺ ទៅងាប់ទៅភ្នំរាម5 មហាទេព អញចេញមកហើយសិស្សច្បងតើអ្នកណាជាអ្នកដោះលែងសត្វស្វានេះចប់ហើយចប់សពគ្រប់ហើយពិភពលោកនឹងត្រូវវឹកវរហើយរត់ទៅគ្មានឯង 15000 ឆ្នាំនេះត្រៃភពពិតជាគួរឲ្យធុញណាស់សុំសួរតើឯងមានប្រវត្តិយ៉ាងណាឯងចង់ធ្វើអីសួរថាខ្ញុំចង់ធ្វើអីខ្ញុំចង់ឲ្យមេឃនេះលែងបាំងភ្នែកខ្ញុំបានខ្ញុំចង់ឲ្យដីនេះលែងកប់បេះដូងខ្ញុំបានចង់ឲ្យព្រះពុទ្ធទាំងឡាយរលាយបាត់បង់អស់ចាប់ពីពេលនេះទៅ 10000 ឆ្នាំមនុស្សទាំងអស់នឹងចងចាំឈ្មោះនេះមហាទេពស្មើឋានសុខស៊ុនអូខុងនោះមិនមែនជាមហាបិសាចដែលលោឡានៅឋានសួគ៌កាលពី 10000 ឆ្នាំមុនទេ ក្មេងតូចយានហួយគោរពអ្នកមានគុណសូមអ្នកមានគុណទទួលខ្ញុំជាសិស្សផង ក្មេងល្អគួរឲ្យចូលចិត្តដានធានបៃក្លីខ្ញុំនឹងឲ្យឆ្នាំទឹកបិសាចទៅឯងឆ្អឹងខ្នងគ្មានសល់ខ្ញុំនឹងឲ្យសរសៃឆ្អឹងត្រកូលបិសាចទៅឯងចាប់ពីពេលនេះទៅឯងនឹងដូចជាខ្ញុំជាមនុស្សចម្លែកក្នុងលោកមិនស្គាល់មនុស្សមិនស្គាល់បិសាចខ្ញុំនឹងសម្លាប់ទាំងអស់ធ្វើជាសត្វព្រៃដ៏កាចសាហាវវាទម្លុះមេឃនេះទៅដាប់ណាក្មេងតូចថាំពលបិសាចរបស់ខ្ញុំខ្លាំងពេកពិភពលោកនេះមិនអាចទ្រាំទ្រខ្ញុំបានទេទើបមានរន្ទះបាញ់ចុះមកខ្ញុំត្រូវតែលាក់ខ្លួនក្នុងដានធានរបស់ឯងសិនតើតែឯងទៅដល់ទ្វារទេវតាទើបខ្ញុំអាចរកឱកាសចេញមកបានការហ្វឹកហាត់របស់ឯងខ្ញុំបានជួយឯងឲ្យឡើងពីការហ្វឹកហាត់រាងកាយដល់កម្រិតកំពូលហើយទៅសងសឹកទៅបើវាចាញ់កុំប្រាប់គេថាឯងជាសិស្សរបស់ខ្ញុំ យានលីឯងចាំខ្ញុំសិនទៅខ្ញុំច្បាស់ជាសម្លាប់ឯង បងធំយានកាងបានបញ្ជាឡើងឋានសួគ៌ខ្ញុំដណ្ដើមបានហើយបានបញ្ជានេះមិនក៏មានប្រឡាក់ឈាមអាសម្រាមយានហួយពេលខ្ញុំដណ្ដើមបានបញ្ជាវាត្រូវខ្ញុំវិបែកដានធានជីកយកឆ្អឹងខ្នងហើយបោះចូលជ្រុះពោះទៅហើយបានបញ្ជាដែលប្រឡាក់ឈាមឯងហ៊ានយកមកឲ្យខ្ញុំបងធំខ្ញុំខុសហើយខ្ញុំខុសហើយក្មេងស្រីនេះយ៉ាងម៉េចហ្នឹងមើលទៅដូចជារាងកាយគុណទីងបើសិនជារងចាំនាងធំពេញវ័យហើយហាត់ក្បាច់គុណជាមួយគ្នាកម្រិតធម៌ពលច្បាស់ជាការឡើងខ្លាំងបងធំក្មេងស្រីនេះជាប្អូនស្រីដែលយានហួយរើបាននាងពិតជាមានទេពកោសល្យល្អមែនខ្ញុំនឹងឲ្យបានបញ្ជាមួយទៅនាងពេលចូលដល់ទ្វារទេវតាឲ្យនាងធ្វើជាអ្នកបម្រើផ្ទាល់ខ្លួនរបស់ខ្ញុំចាំនាងធំពេញវ័យខ្ញុំនឹងបេះយកបងធំខ្ញុំនឹងយកនាងទៅលាងសម្អាតហើយបញ្ជូនទៅបន្ទប់របស់បងពេលចូលដល់ទ្វារទេវតាឯងនឹងខ្ញុំចូលរួមជាមួយនិកាយតែមួយទៅនៅទីនោះសុទ្ធតែជាកូនចៅតកូលយានលីបងធំនឹងមិនធ្វើឲ្យឯងខកបំណងទេអរគុណបងធំនេះគឺជាសិស្សចំនួនទី1ប្រចាំឆ្នាំនេះត្រកូលយាននៅក្រុងប៉េជីងលូចំនួន5នាក់អ្នកដែលទេវតាពេញចិត្តអាចជ្រើសរើសមុនបានទីតាំងត្រកូលយានល្អណាស់តែងតែមានសិស្សដែលមានទេពកោសល្យមិនធម្មតាលេចឡើង